សូមធ្វើការបង្ហាញតាក់ទងទៅនឹងត្រាចឹងឥឡូវខ្ញុំសូមcopy ត្រានេះយកចេញមួយសិនចឹងគឺយើងត្រូវកាត់វាធ្វើមិនឲ្យវាទូចអញ្ចឹងមកកុំឲ្យវាមាន space ច្រើនពេកទេពីព្រោះនៅពេលដែលវាមាន space ច្រើនពេកវាអាចនឹងធ្វើឲ្យអត្រាហ្នឹងវាអត់ស្អាតទេអញ្ចឹងគឺយើងព្យាយាមសេរី space ត្រាហ្នឹងឲ្យទូចមកអញ្ចឹងនៅពេលដែលព្យាយាមសេរីហើយខ្ញុំសូមសាវវាមួយសិនហើយខ្ញុំទៅ remove background វាអញ្ចឹងយើងចុចយកពាក្យ remove background ហ្នឹងគេនៅពេលដែលនេះហើយអញ្ចឹងគឺយើងដោះមកចេញមកចឹងនៅពេលដែលហើយខ្ញុំចូលទៅកន្លែង update this is my trăm đói ngonចឹងឥឡូវខ្ញុំសាក print មួយជីសិន